បាទនេះគឺជាកញ្ចក់ឡានអតិថិជនគាត់បែកឆ្នោតវិញដំបូងគាត់បែកទូខាងគៀននេះទេប៉ុន្តែដោយសារយើងទុកយូរទៅធ្វើឲ្យការបែកហ្នឹងវារៀលកាន់តែវែងទៅបាទនេះគឺជាស្នាមកញ្ចក់ឡានបែកមុននឹងអ៊ុតចាំពេលដែលមើលយើងអ៊ុតហើយដាក់កាយចូលហើយតើវាកាត់បន្ថយស្នាមបានប្រមាណភាគរយចាំមើលទាំងអស់គ្នាបាទបន្តមកទៀតយើងធ្វើការចាក់កាយទៅតាមធ្នេរកញ្ចក់ឡានដែលបែកពីចុងរហូតដល់គល់និងពីគល់រហូតដល់ចុងធ្វើយ៉ាងណាឲ្យកាយជ្រាបចូលកន្លែងដែលបែកនេះបានសពបាទឥឡូវកាយអត់តន់ចូលបងប្អូនមើលទៅកន្លែងឆ្នោតហ្នឹងវាមានចំណាំងផ្លាតពណ៌សចាំមើលតែយើងចាក់កាយចូលអស់ហើយវានៅសល់ចំណាំងផ្លាតពណ៌សទៀតឬក៏អត់ឬក៏កាត់បន្ថយបានប្រមាណភាគរយបន្ទាប់ពីធ្វើការចាក់កាយទៅតាមធ្នេរចូលសពហើយបងប្អូនមើលសារថ្មីទៅគឺលែងឃើញចំណាំងផ្លាតពណ៌សហើយប៉ុន្តែបើសិនយើងមើលពីខាងក្នុងយើងនឹងឃើញសល់ស្នាមប៉ុន្តែសាច់សក់តែប៉ុណ្ណោះបន្ទាប់មកទៀតត្រូវយកថង់ប្លាស្ទិកមកគ្របពីលើកន្លែងដែលបែកពីដើមរហូតដល់ចប់ដើម្បីទប់កុំឲ្យមានទឹកមានដីជ្រាបចូលបន្ទាប់មកយើងធ្វើការកម្ដៅភ្លើង UV ដើម្បីឲ្យកៅហ្នឹងក៏ស្ងួតល្អដើម្បីឲ្យវាខាំជាប់នៅកន្លែងដែលបែកដើម្បីការពារកុំឲ្យវារាលតទៅមុខទៀតបន្ទាប់ពីកៅស្ងួតហើយយើងត្រូវការបកថង់ប្លាស្ទិកចេញមកវិញរួចយកកាំបិតកោសកៅចេញមកវិញគឺរួចរាល់បាទដោយសារកញ្ចក់ឡានបែករបស់អតិថិជនគាត់ទៅនឹងបែកថ្មីដូច្នេះហើយយើងធ្វើការចាក់កាយទៅចូលបានស្អាតតែបើសិនជាកញ្ចក់ទុកយូរមានទឹកមានដីចូលឬក៏បែករាប់ឆ្នាំហើយគឺយើងចាក់កាយយ៉ាងណាក៏មិនអាចចូលស្អាតបានដែរប៉ុន្តែយើងធ្វើបានតែបានត្រឹមតែការពាររាលស្នាមវាអត់សូវបាត់ដូចកញ្ចក់យើងបែកថ្មីទេអូខេឥឡូវយើងធ្វើហើយបាទនេះយើងថតតាមទូរស័ព្ទយើងមើលទៅសឹងតែមិនឃើញបាទប៉ុន្តែបើសិនយើងមើលពីខាងក្នុងយើងនឹងឃើញដល់ស្នាមធ្នេរប៉ុន្តែសាច់សក់រូបទូយើងមើលទៅអត់ទាន់ធ្វើបងប្អូនមើលទៅវាមានចំណាំងផ្លាតពណ៌សអញ្ចឹងពេលយើងជិះយប់ទៅមានពលឺចាំងហើយវាឃើញចំណាំងផ្លាតចេញតាមធ្នេរហ្នឹងតែបើយើងចាក់កាយចូលទៅវាបាត់ចំណាំងផ្លាតប៉ុន្តែវានៅសល់ស្នាមនិងសាច់សក់ពេលយើងជិះយប់ទៅយើងពលឺបែកមកវាអត់ចាំងតាមធ្នេរហ្នឹងទៀតទេទស្សនៈអតិថិជនបាទនេះគឺជាកញ្ចក់រថយន្តដែលបែកបាទដែលទៅរំគ្រោះដែលបែកស្នាមបែបប៉ុនមេដៃចាំមើលថាពេលយើងអត់ហើយវាបាត់ស្នាមបានប្រមាណភាគរយខ្ញុំនឹងបង្ហាញពីសកម្មភាពពីដើមរហូតដល់ចប់បាទជាទូទៅកញ្ចក់ដែលត្រូវរំគ្រោះអញ្ចឹងវាត្រូវមានស្នាមមុខមួយដែលវាស៊ីសាច់កញ្ចក់រហូតបាទវាអាចមានចូលដីចូលទឹកអីហ្នឹងទៅចឹងឡើយចាប់ដើមធ្វើការស្វាននៅមុខដែលត្រូវរំគ្រោះហ្នឹងដើម្បីស្វានយកដីយកទឹកចេញអូខេបន្តពីស្វានហើយយើងធ្វើការប្រើប្រាស់ជាមួយនឹងម៉ាស៊ីនរត់កញ្ចក់របស់យើងដែលជាផលិតផលរបស់អាមេរិកសម្រាប់យើងភ្ជាប់កាវបាទតម្លាក់កាវចូលទៅក្នុងចន្លោះហ្នឹងទៅដើម្បីឲ្យកាវវាជ្រាបចូលហើយយើងប្រើប្រាស់ជាមួយនឹងខ្យល់បាទបាញ់កាវចូលក្នុងតាមធ្នេរហ្នឹងទៅបាទឥឡូវទុកមកស្ទុះដើម្បីឲ្យកាវហ្នឹងវាជ្រាបចូលទៅតាមសាច់កញ្ចក់របស់យើងតទៅពីកាវចូលអស់ហើយយើងចាប់ដើមធ្វើការកម្ដៅភ្លើង UV ដើម្បីឲ្យកាវហ្នឹងកករឹងការពារកញ្ចក់របស់យើងបាទអញ្ចឹងតទៅយើងកម្ដៅ UV រួចដល់ហើយយើងចាប់ដើមធ្វើការកោសកាវចេញមកវិញអញ្ចឹងយើងមើលសាច់កញ្ចក់របស់យើងគឺបានស្មើដូចដើមវិញបាទហើយស្នាមបាត់បាន 80% អញ្ចឹងយើងប្រើប្រាស់ដោយមានទំនុកចិត្តខាងយើងខ្ញុំក៏មានសេវាកម្មដូរកញ្ចក់ឡានថ្មីជូនអតិថិជនផងដែរចំពោះកញ្ចក់ដែលបែកធំមិនអាចជួសជុលបាននិងមានសេវាបិទ UV ការពារកម្ដៅថ្ងៃក្នុងរថយន្តផ្ទះអាគារផ្សេងៗដល់ទីកន្លែងផងដែរបាទនេះគឺជាសកម្មភាពនៃការបាញ់កាវបញ្ចូលជាមួយនឹងកញ្ចក់ដែលបែកឆ្នោតវែងប្រហែលជាមួយចង្អាមជាងបាទហើយនេះគឺជាការបាញ់កាវចូលមួយទៀតដែលកញ្ចក់ដែលប្រេះរៀងឆ្នោតកោងមកយ៉ាងកោងឥឡូវយើងដាក់កាវចូលបន្ទាប់មកយើងបាញ់កាវបញ្ចូលទៅកាវនឹងរត់ទៅតាមចន្លោះធ្នេរដែលបែកហ្នឹងបាទចំពោះអតិថិជនដែលមានកញ្ចក់ឡានបែកប្រេះស្រាំនៅតាមបណ្ដាខេត្តអតិថិជនអាចធ្វើការកម្មង់ទិញកាវបិទដោយខ្លួនឯងបានប៉ុន្តែខាងខ្ញុំសូមបញ្ជាក់ថាកញ្ចក់បែកទាំងអស់គឺបានតែកញ្ចក់បែកឆ្នោតវែងតែប៉ុណ្ណោះចំពោះកញ្ចក់ដែលបែកផ្កាយអតិថិជនទូតែមកធ្វើជាមួយនឹងខាងជាងខ្ញុំផ្ទាល់ទៅបានសូមអរគុណដល់អតិថិជនកន្លងមកដែលធ្វើការគាំទ្រនៅសេវាកម្មអ៊ុតកញ្ចក់ឡានបែកសេវាកម្មបិទ UV ការពារកម្ដៅថ្ងៃនិងសេវាកម្មដូរកញ្ចក់រថយន្តថ្មី